តន្រឹមបានមុខម្ហូបមួយមុខនេះយកមកហូបគឺត្រូវចំណាយពេលដើររុកដប់រុកព្រៃដើម្បីទៅរកខ្ចីរំដេងបងប្អូនប្រហែលជាស្គាល់ហើយខ្ចីរំដេងដែលគេហៅថាត្រួយរំដេងហើយខ្ចីរំដេងនេះផងដែរគឺមានតែក្នុងអំឡុងពេលខែប្រាំងនេះទេតែចូលដល់ខែវស្សាគឺផុតរដូវរំដេងហើយបងប្អូនហើយសម្រាប់ខ្ចីរំដេងនេះផងដែរគឺជាប្រភេទរំដេងព្រៃដែលយើងហៅថាត្រួយរំដេងដែលអ្នកស្រុកឬមួយក៏អ្នកខេត្តព្រះវិហារនៅខាងខេត្តខ្ញុំនេះគឺនិយមហូបខ្លាំងមែនទែនហើយតម្លៃរបស់វាក៏រាំងគួរសមដែរសម្រាប់ខ្ចីរំដេងនេះផងដែរសម្រាប់អ្នកអត់ចេះបកតែមួយចង់កន្លះម៉ោងតែបើសម្រាប់បងនេះគាត់ជំនាញនៅខាងបកគេមានវិធីសាស្ត្របកដែលសម្រាប់ខ្ញុំគឺអត់សូវចេះបកទេតែរឹមមកបានមួយបាក់ជា2ជា3កណាត់តែបើសម្រាប់អ្នកដែលគាត់ចេះបកគឺបកមករលូនបែបនេះសម្រាប់ខ្ចីរំដេងនេះគឺមានរសជាតិឆ្ងាញ់យើងយកមកឆាក៏បានយកទៅស្ងោរធ្វើជាអន្លក់ជាមួយទឹកគ្រឿងក៏ឆ្ងាញ់ដូចគ្នាដែរបងប្អូនស្លម្ជូរគ្រឿងជារួមទៅតាមចំណង់ចំណូលចិត្តហើយថ្ងៃនេះផងដែរគឺខ្ញុំជ្រើសរើសយកមុខម្ហូបត្រួយរំដេងនេះមកច្នៃធ្វើជាឆាគ្រឿងឆ្អឹងជំនីជ្រូកហើយសម្រាប់ឆាគ្រឿងឆ្អឹងជំនីជ្រូកនេះផងដែរគ្រឿងផ្សំគឺអត់មានអីច្រើនទេយើងគ្រាន់តែមានឆ្អឹងជំនីជ្រូកចំនួន1គីឡូគ្រឿងបុកម្ទេសហើយនិងប្រេះប្រូហើយគ្រឿងទេសមួយចំនួនដែលយើងអាចចោលបានដើម្បីបង្កើនរសជាតិមុខម្ហូបយើងឲ្យកាន់តែមានឲ្យជារសឈ្ងុយឆ្ងាញ់ថែមមួយកម្រិតទៀតនោះគឺប្រេងខ្យងជា Top Lady និងទឹកត្រីជា Top Lady សម្រាប់ទឹកត្រីគឺយើងប្រើចំនួនអំបិលដើម្បីបង្កើនរសជាតិឆារបស់យើងឲ្យមានរសជាតិឈ្ងុយសម្រាប់ទឹកត្រីជា Top Lady នេះគឺរសជាតិឈ្ងុយអត់មានក្លិនឆ្អាបទេហើយអ្វីដែលកាន់តែពិសេសគឺកម្រិតរសជាតិប្រៃគឺអត់ខ្លាំងទេមកល្មមបុកទឹកត្រីកោះកុងឆាស្លអីគឺមកអេមតែម្ដងសម្រាប់ទឹកត្រីជា Top Lady នេះគឺជាផលិតផលក្នុងស្រុកផលិតផលខ្មែរ 100% សម្រាប់មុខម្ហូបឆានេះបើសិនជាយើងអត់ទឹកត្រីហើយនិងប្រេងខ្យងគឺរសជាតិឆារបស់យើងគឺភ្លាវអត់ឆ្ងាញ់ទេចំណែកឯប្រេងខ្យងជា Top Lady នេះក៏ជាផលិតផលខ្មែរ 100% ដែលមានលេខកូដសម្គាល់884នៅលើសម្បកដបយើងយកទៅឆាទៅប្រឡាក់សាច់ចៀនសាច់អាំងបានតាមចំណង់ចំណូលចិត្តរបស់បងប្អូនរីឯទម្ងន់មាន 0.5 គីឡូក្រាម 1 គីឡូក្រាម និង 8 គីឡូក្រាមសម្រាប់ក្រុមហ៊ុនជា Top Lady នេះមិនមែនមានតែត្រីនិងទឹកប្រេងខ្យងទេគឺមានចំនួនដល់តែ5មុខមានទឹកត្រីទឹកស៊ីអ៊ីវទឹកសៀងទឹកម្ទេសនិងទឹកប្រេងខ្យងសុទ្ធតែផលិតផលខ្មែរ 100% អញ្ចឹងបើសិនជាបងប្អូនមានតម្រូវការចង់ប្រើប្រាស់នៅផលិតផលខ្មែរគ្រឿងទេសរបស់ខ្មែរគឺអាចជ្រើសរើសយកទឹកត្រីទឹកស៊ីអ៊ីវទឹកប្រេងខ្យងជា Top Lady បានធានាថាជាផលិតផលខ្មែរសុទ្ធ 100% មានការទទួលស្គាល់អនុញ្ញាតគាំទ្រនិងអនុលោមតាមចបផអ្វីដែលកាន់តែពិសេសលើសពីនេះទៀតជា Top Lady ផ្សំឡើងពីវត្ថុធាតុដើមរបស់ខ្មែរគ្មានសារធាតុគីមីរក្សាទុកជាផលិតផលខ្មែរដែលមានគុណភាពខ្ពស់រសជាតិឆ្ងាញ់និងមានអនាម័យល្អមានការត្រួតពិនិត្យគុណភាពចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាក់ព័ន្ធរីឯតម្លៃគឺសមរម្យបំផុតដែលនរណាក៏អាចទិញប្រើប្រាស់បានដែរបើកលេចទៅមើលការឆាគ្រឿងរបស់ខ្ញុំគឺចិត្តឆ្អិនល្មមសម្រាប់ឆាខ្ញុំគឺចូលចិត្តដាក់ម្ទេសដោយសារតែបើសិនជាអត់មានម្ទេសគឺអត់ឆ្ងាញ់ទេអានេះគឺជាសមិទ្ធផលចេញបណ្ដាឲ្យឡើងឈ្ងុយតែម្ដងបន្ទាប់ពីថាមើលទៅឆារបស់យើងខ្ចីដេងវារាងផុយឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមដាក់ម្រះប្រូនេះដើម្បីបង្កើនរសជាតិឆាគ្រឿងរបស់យើងឲ្យកាន់តែមានអោជារសឈ្ងុយមុខម្ហូបមួយមុខនេះគឺមានឈ្មោះថាឆាឆ្អឹងជំនីជ្រូកខ្ចីរំដេងបើនិយាយពីរឿងខ្ចីរំដេងវិញឡើងអូយខ្ចីឡើងលវក់តែម្ដងខំតច្របឈ្ងុយជាប់មាត់តែម្ដងអត់ហាងអត់អីណាបងប្អូនបច្ចៈសម្រាប់ខ្ចីរំដេងនេះគឺអត់ហាងទេយើងឆាវាឲ្យផុយហើយបន្ទាប់មកពេលដែលហូបគឺយើងអត់ចោលទេជាមួយនឹងទឹកស៊ីអ៊ីវជា Top Lady ខ្ញុំចូលចិត្តហូបជាមួយទឹកស៊ីអ៊ីវបងប្អូនទឹកស៊ីអ៊ីវនេះសូម្បីតែប្រឡាក់បាយជាក៏ឆ្ងាញ់ដូចគ្នាដែរអត់ប្រៃទេបងប្អូនមកល្មមមិនចាំបាច់ថែមស្ករអំបិលប៊ីចេងទេដាក់ទឹកស៊ីអ៊ីវធ្វើទឹកជ្រលក់ពីក្រៅនិយាយពីថាបង្កើនរសជាតិយើងគឺឆ្ងាញ់ខ្លាំងមែនទែនញិចម្ទេសតែបន្តិចទៅគឺថារសជាតិយកសលេងបណ្ដាគឺស្រក់ទឹកមាត់បណ្ដាតែម្ដងមួយម៉ាត់ណាក៏ឆ្ងាញ់មួយម៉ាត់ណាក៏ឆ្ងាញ់ដែរខ្ញុំចិត្តតែដេងខ្លាំងជាងគេខ្ចីដេងនេះវាថាឆាគ្រឿងអូឆ្ងាញ់ណាស់ត្រូវគ្នាតែម្ដងម៉ាត់ចុងក្រោយត្រូវការទឹកត្រីទឹកស៊ីអ៊ីវដែលជារបស់ខ្មែរគឺកុំភ្លេចជាមួយនឹងជា Top Lady ចូលរួមគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នា